សួស្តីបងប្អូនថ្ងៃនេះចង់នាំបងប្អូនមកមើលពីរបៀបសម្អាតស្មៅវីដេអូនេះដែរផ្ញើជូនដល់បងប្អូនដែលមិនធ្លាប់ចំហើយចង់ចំកដោបគឺវាអត់ស៊ីអីទេវាស៊ីតែស្មៅទេប៉ុន្តែយើងត្រូវការសម្អាតវាដែរបើមិនចឹងទេវាធ្វើឲ្យកស្មៅហ្នឹងហើយកលិមួករបស់វាហ្នឹងធ្វើឲ្យធុំក្លិនប៉ះពាល់ដល់សុខភាពកដោបដែរបងប្អូនហើយការផ្លាស់ប្ដូរស្មៅនេះគឺយើងប្រយ័ត្នប្រយែងដែរបងប្អូនបើសិនតែយើងដូរទៅធ្វើឲ្យវាផ្អើលកដោបខ្លាំងកដោបហើបុកគ្នាប៉ះគ្នាវាខំគ្នាស៊ីវាធ្វើឲ្យខាត់បងដែរអញ្ចឹងការផ្លាស់ប្ដូរស្មៅនេះគឺយើងត្រូវបើវាត្រង់វែងយើងធ្វើវាមួយចំហៀងម្ដងទៅបងប្អូនដូចនេះអញ្ចឹងខ្ញុំរើវាមួយចំហៀងហើយយើងកដោបដល់ពេលយើងរើទៅគឺវារៀងវាកិច្ចហើយរត់កិច្ចវាទៅមកខាងហើយវាកិច្ចទៅមកខាងយើងប្រមូលកន្តិចកន្ទីគល់ស្មៅគល់អីហ្នឹងឲ្យអស់ហើយយើងកើបលិមួកវាភាសាមកវាហើយចាំយើងបរិយស្មៅទៅវិញហើយយើងចាប់ផ្ដើមមករើមួយចំហៀងទៀតដល់ពេលយើងរើមួយចំហៀងទៀតកដោបវាចាប់ផ្អើលវាកន្លែងហ្នឹងវាទៅកន្លែងដែលស្មៅយើងទៅដាក់ថ្មីហ្នឹងវារត់ទៅនេះទៅដាក់កន្លែងថ្មីហ្នឹងទៅអញ្ចឹងកដោបយើងវាអត់សូវផ្អើលខ្លាំងទេបើសិនតែយើងរើម្ដងទាំងអស់យើងកើបម្ដងទៅជុះទាំងអស់អញ្ចឹងធ្វើឲ្យកដោបយើងវាផ្អើលខ្លាំងវាជន់គ្នាវាភ័យវាបាក់អញ្ចឹងកដោបយើងវាអន់អញ្ចឹងបងប្អូនអាចធ្វើដូចខ្ញុំទៅយើងកើបមួយចំហៀងហើយទៅជុះវាថ្នមបងប្អូនយើងហូតវាថ្នមព្រោះកដោបវាច្រើននៅក្នុងរោងវាតែងតែតោងនៅស្មៅទោះជាវាស៊ីចំណីអស់ក៏វានៅតោងដែរអញ្ចឹងយើងរើមកជុះតិចម្ដងដល់ពេលយើងទៅជុះស្មៅអស់អាកដោបហ្នឹងវាទៅតោងនៅអាស្មៅថ្មីដល់វាតោងនៅស្មៅថ្មីវានៅសល់នេះសល់តែតិចលិមួកនេះមកចាំយើងបោះវាយើងកើបវាចេញហើយដាក់ស្មៅថ្មីចូលវិញមកហើយការដាក់ស្មៅហ្នឹងក៏យើងដាក់តម្រៀបវាថ្នមតិចមកបងប្អូនជាពិសេសដំណាក់កាលពេលកដោបនៅទូចហើយនឹងកដោបដែលកំពុងសកស្លាប់នេះយើងបោះទាំងដើមមើលប៉ិនម្រាមដៃប៉ិនអីនេះហើយយើងបោះទៅចំវាប្រកាសជាងាប់ហើយបងប្អូនអញ្ចឹងដាក់វាថ្នមតិចទៅបើសិនយើងថែទាំវាថ្នមបានខ្លាំងអាហ្នឹងវាក៏នៅរស់បានច្រើនដែរបងនឹងកដោបឥឡូវចាប់ផ្ដើមសក់ច្រើនហើយឡើងទៅសក់ចឹងមានប៉ុណ្ណឹងហើយបងប្អូន